វាសួរសួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយអ្នកមីមីលោម្ដងទៀតហើយនៅក្នុងការសម្ដែងសាច់រឿងរស់នៅក្នុងផ្ទះជាមួយនឹងមនុស្សចម្លែកសាច់រឿងក៏បានចាប់ផ្ដើមនៅក្នុងផ្ទះដដែលគេក៏បានរំលឹកថាចង់ស្រឡាញ់គ្នាក៏ប៉ុន្តែមិនអាចខ្លាចជាគូស្នេហ៍ជាមួយនឹងគ្នាបានមូលហេតុក៏ដោយសារតែពួកគេក៏បានរស់នៅក្នុងផ្ទះជាមួយនឹងគ្នាអ្វីដែលកាន់តែច្របូកច្របល់ជាងនេះទៅទៀតពួកគេក៏ចាប់ផ្ដើមមានអារម្មណ៍ចំពោះគ្នាកាន់តែខ្លាំងឡើងយ៉ូហានសម្លឹងមើលទៅចុងអែហើយក៏និយាយថាកុំប្រាប់ខ្ញុំថានាងនឹងនិយាយថាយើងមិនគួរតាក់ទងគ្នានៅពេលនេះទេប៉ុន្តែចុងអែបានជាឆ្លើយភ្លាមថាអត់ទេនាងនឹងបដិសេធក្នុងការបដិសេធរបស់គេវិញព្រោះតែមុននេះយ៉ូហានក៏បានថាបនាងមួយភ្លែតយ៉ូហានក៏នឹកឃើញរឿងនោះហើយក៏និយាយថាយើងបានថាបគ្នាហើយតែយ៉ូហានក៏ប្រញាប់កែវិញថាទេយើងមិនបានថាបបោមាត់នោះទេគ្រាន់តែប៉ះជ្រុងមួយនៃបបោមាត់តែប៉ុណ្ណោះនិយាយទៅនាងក៏ខឹងយ៉ូហានថាកំពុងតែយករឿងមិនសំខាន់មកនិយាយនៅពេលនេះប៉ុន្តែយ៉ូហានបែរជាប្រាប់នាងថានោះមិនមែនជាអ្វីដែលខ្ញុំចង់និយាយនោះទេស្ដាប់ខ្ញុំសិនទេហើយនៅទីបំផុតយ៉ូហានក៏បានប្រាប់ពីមូលហេតុដែលមិនចង់ចាប់ផ្ដើមតំណែងនៅពេលនេះដោយសារតែពួកគេក៏ជិតឈានដល់ចុងឆ្នាំនៃការសិក្សាហើយបើសិនជាពួកគេចាប់ផ្ដើមស្រឡាញ់គ្នាជាផ្លូវការពួកគេប្រកាសជាពឹងផ្អែកលើគ្នាកាន់តែខ្លាំងហើយវាក៏អាចប៉ះពាល់ដល់ការសិក្សាផងដែរលើសពីនេះពួកគេមិនអាចតំណែងគ្នាដូចជាគូស្នេហ៍ធម្មតាបាននោះទេដែលនៅក្រោមមូលហេតុថាពួកគេរស់នៅជាមួយនឹងគ្នាយ៉ូហានក៏បញ្យល់ទៀតថាបើថ្ងៃណាមួយពួកគេបែកគ្នាវានឹងក្លាយជាស្ថានភាពដ៏អាក្រក់បំផុតព្រោះបើជាគូស្នេហ៍ធម្មតាបែកគ្នាហើយក៏អាចឈប់ជួបគ្នាបានប៉ុន្តែសម្រាប់ពួកគេវិញពួកគេនៅតែជួបមុខគ្នារាល់ថ្ងៃហើយថែមទាំងរស់នៅក្នុងផ្ទះតែមួយទៀតផងដូច្នេះប្រសិនបើថ្ងៃណាមួយពួកគេអាចនឹងបែកគ្នាវានឹងកើតជាមហន្តរាយជាមិនខានទេយ៉ូហានក៏សួរចុងអែថាតើនាងប្រកាសដែរទេថាអារម្មណ៍ស្រឡាញ់មួយនេះមិនមែនគ្រាន់តែជាអារម្មណ៍បណ្ដោះអាសន្នក៏មានន័យថាវាមិនមែនជាអារម្មណ៍នេសាទរបស់នាងអីចឹងទៅចុងអែក៏ប្រញាប់ឆ្លើយភ្លាមថានាងប្រកាសណាយ៉ូហានក៏ចាប់ផ្ដើមលេងសាកចិត្តនាងវិញម្ដងដែលនិយាយថាបើពួកគេចាប់ផ្ដើមនៅទំនាក់ទំនងពួកគេប្រហែលជាមិនអាចទប់អារម្មណ៍បាននោះទេព្រោះរហូតមកដល់ពេលនេះពួកគេខំរក្សាគម្លាតនិងទប់ការបង្ហាញភាពស្និទ្ធស្នាលប៉ុន្តែបើជាគូស្នេហ៍វិញការថាបគ្នារាប់សិបដងក្នុងមួយថ្ងៃក៏ប្រហែលជាមិនចម្លែកដែរយ៉ូហានថែមទាំងនិយាយទៀតថាប្រហែលជា100ដងក្នុងមួយថ្ងៃចុងអែភ្ញាក់ផ្អើល100ដងខ្ញុំមិនគិតថាអាចធ្វើបាននៅថ្នាក់នោះទេយ៉ូហានក៏បានចាប់នៅចំណុចមួយនេះភ្លាមហើយក៏និយាយថាឃើញទេសូម្បីតែនាងក៏មិនប្រកាសនោះដែរថាអាចនឹងធ្វើបានបន្ទាប់ពីនោះយ៉ូហានក៏សម្រេចថាពួកគេមិនតន់តាក់ទងគ្នាឥឡូវនេះទេព្រោះថាឆ្នាំនេះគឺជាឆ្នាំចុងក្រោយនៃការសិក្សារបស់ពួកគេហើយក៏មានរឿងជាច្រើនផងដែរដែលត្រូវប្រយ័ត្នប៉ុន្តែចុងអែគឺមិនចង់ឮយ៉ូហានបដិសេធនាងទេយ៉ូហានក៏ប្រាប់តានាងវិញថានេះមិនមែនជាការបដិសេធទេយើងគ្រាន់តែផ្អាកមួយរយៈសិនចុងអែស្ដាប់ហើយក៏បានចាប់នៅចំណុចសំខាន់មួយបើក៏និយាយថាផ្អាកមានន័យថាយ៉ូហានក៏ចាប់អារម្មណ៍ចំពោះនាងដែរតែយ៉ូហានមិនបានបដិសេធនោះទេក៏និយាយថាយ៉ូហានក៏ប្រហែលជាចូលចិត្តចុងអែដែរតែចុងអែនៅពេលហ្នឹងស្ទើរតែមិនជឿនឹងត្រចៀករបស់ខ្លួនឯងនាងក៏និយាយទៀតថាប្រហែលជាយ៉ូហាននិយាយច្បាស់បន្តិចទៅមើលនៅពេលហ្នឹងយ៉ូហានអៀនលមុខក្រហមតែក៏ប្រឹងនិយាយថាពិតប្រាកដណាស់យ៉ូហានចូលចិត្តចុងអែបន្ទាប់ពីនោះពួកគេមិនទាន់ខ្លាចជាគូស្នេហ៍ជាមួយនឹងគ្នាក៏ដោយប៉ុន្តែចុងអែបែរជាមិនមានអារម្មណ៍ថាខកចិត្តនោះទេនាងក៏បន្តគិតទៀតថាចម្លែកណាស់មិនតបានតាក់ទងជាមួយនឹងគេទេប៉ុន្តែហេតុអីមានអារម្មណ៍ល្អបែបហ្នឹងប៉ុន្តែភ្លាមនោះចុងអែក៏បន្តគិតរឿងមួយទៀតបើមិនតាក់ទងគ្នាទេតើការប៉ះគ្នាក៏ហាមដែរឬអត់នាងក៏រៀនមានការសោកស្ដាយបន្តិចដែរដែលកាលពីយប់មិញមិនបានសួរយ៉ូហានពេលនោះគ្រូក៏ប្រកាសការងារជាក្រុមដែលក្នុងមួយក្រុមហ្នឹងតម្រូវឲ្យមានសិស្ស4នាក់ក្រុមរបស់ពួកគេរៀបចំជួបគ្នានៅចុងសប្តាហ៍ដើម្បីធ្វើប្រជែកហើយកន្លែងដែលពួកគេគិតថានឹងទៅណាជួបគ្នានោះគឺនៅហាងកាហ្វេទោះជាយ៉ាងណានៅថ្ងៃជួបគ្នាមានរឿងមួយដែលបានកើតឡើងហើយគ្មាននរណាម្នាក់បានរំពឹងទុកនោះទេនៅក្នុងផ្ទះចុងអែកំពុងតែរៀបចំខ្លួនរៀននឹងចេញទៅហើយពេលហ្នឹងយ៉ូហានក៏បានចេញមកផងដែរចំណែកពួកគេទាំងពីរមិនបានចាប់អារម្មណ៍អីនោះទេតែនៅពេលដែលទៅដល់មិត្តភក្តិរបស់ចុងអែក៏និយាយថាអីយ៉ាមើលទៅពួកគេដូចជាគូស្នេហ៍នឹងគ្នាដល់ហើយនៅពេលហ្នឹងចុងអែក៏ឆ្ងល់ខ្លាំងមែនទែនហេតុអីបានជាក្រុមរបស់យ៉ូហានក៏នៅកន្លែងហ្នឹងដែរពួកគេក៏បញ្យល់ថាប្រធានបទរបស់ក្រុមទាំងពីរគឺប្រហែលគ្នាហើយក៏ជាទូទៅតែហើយដែលមនុស្សគ្រប់គ្នានៅពេលដែលធ្វើ assignment គឺតែងតែមកហាងកាហ្វេបែបហ្នឹងដូច្នេះពួកគេក៏សម្រេចគ្នាថាធ្វើការងារជាក្រុមនៅកន្លែងតែមួយតែម្ដងទៅអញ្ចឹងខណៈពេលដែលពួកគេកំពុងតែរង់ចាំមិត្តភក្តិឲ្យទៀតមកដល់សិតតែយើងក៏បានក៏លេចឃើញជាមួយនឹងហាងលក់សម្លៀកបំពាក់ដែលនៅក្បែរនោះរួចហើយនាងក៏បានបបួលអ្នកទាំងអស់គ្នានឹងទៅជាមួយនឹងគ្នាដែរបន្តិចក្រោយមកយើងក៏បានឃើញថាចុងឯកកំពុងតែមើលនៅអាវមួយដែលនាងឃើញថាវាស្អាតខ្លាំងណាស់ប៉ុន្តែតម្លៃរបស់វានឹងក៏រៀងថ្លៃគួរសមដែរអញ្ចឹងហើយទើបចុងឯកក៏បានយកអាវនឹងទុកវិញទៅពេលនឹងអាយយើងក៏បានដើរមកឃើញដែរតែថាមិនបាននិយាយអ្វីច្រើននោះទេក្រោយមកយូហានក៏បានដើរទៅមើលចិញ្ចៀនមួយស្របពេលនោះស៊ូណូក៏បានមកមើលដែរហើយរៀបតែនឹងយកចិញ្ចៀននោះតែមួយទៀតផងហើយស៊ូណូក៏និយាយមុនថាក៏មិនដឹងនោះទេតែយូហានក៏ចង់បានចិញ្ចៀននឹងដែរតែយូហានក៏បានប្រាប់ថាក៏មិនចង់បាននោះទេក៏គ្រាន់តែចង់រៀបវាឲ្យត្រង់សិតតែពេលនោះមិត្តភក្តិរបស់គេស្រីម្នាក់ហ្នឹងក៏បានមកធ្វើមុខឡើងចម្លែកមែនទែនដូចក៏សួរថាតើពីរអ្នកគេហ្នឹងមកមើលចិញ្ចៀនតើមានកម្រងចង់ទិញឲ្យនរណាមែនអត់ចំណែកពីរអ្នកគេឯនេះវិញក៏បានឆ្លើយព្រមគ្នាថាអត់ទេភ្លាមនោះបុគ្គលិកហាងម្នាក់ក៏បាននិយាយប្រាប់ថាថ្មីនេះក៏មានចោរលួចរបស់នៅក្នុងហាងប៉ុន្តែអ្វីដែលគេបានលួចមិនមែនជាសម្លៀកបំពាក់នោះទេប៉ុន្តែវាគឺជាខ្សែកហើយនាងថែមតែបានយកនៅរូបខ្សែកមួយនោះយកមកបង្ហាញពួកគេទៀតផងហើយអ្វីដែលគួរឲ្យចម្លែកនោះគឺវាមើលទៅពិតជាធម្មតាខ្លាំងមែនទែន
តែនាងបែរជានិយាយថាខ្សែកមួយនេះលុយគឺមិនអាចទិញបាននោះទេខណៈពេលដែលចុងអានជាមួយនឹងមិត្តភក្តិកំពុងតែនៅក្នុងហាងនៅពេលដែលយើងមើលទៅជ្រុងម្ខាងទៀតវិញយាយជីកំពុងតែឈររង់ចាំនិងនាងបានឆ្ងល់ថាហេតុអីបានជាពួកគេមិនទាន់មកដល់ទៀត